សូមគោរពជំរាបសួរបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺខ្ញុំមានរបស់ប្លែកយកមកបង្ហាញបងប្អូនទាំងគ្នាដោយសារតែនេះគឺជាអាជីវកម្មមួយទៀតសម្រាប់ខ្ញុំផ្ទាល់តែម្ដងហើយអានេះគឺជាប្រភេទសបកកង់ឡានមកទឹកបងប្អូនឃើញជាក់ស្ដែងហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមានតម្រូវការទាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើសបកកង់ឡានមកទឹកក៏ដូចជាប្រភេទមកទឹកនៅស្អាតគុណភាពល្អអីបងប្អូនទាំងគ្នាអាចមក check មើលបានអានេះគេហៅថាជាប្រភេទ Gold Year បងប្អូនទាំងគ្នាជាប្រភេទ Retro ដែលសបកកង់នេះគឺនៅស្អាតមែនទែន delay ខ្ពស់2022ចំណុចនេះគឺជាចំណុចដែលយើងអាចមើល delay បានហើយនេះគឺលេខសបកកង់អញ្ចឹងសម្រាប់បងប្អូននៅក្នុង YouTube ដែលគាត់បានទស្សនាវីដេអូរបស់ខ្ញុំហើយបងប្អូនអាចទាក់ទងមកខ្ញុំបានតាមរយៈ Telegram ឬក៏ឆាតមកកាន់លេខឬក៏ទាក់ទងមកតាមលេខដែលខ្ញុំបានដាក់នៅក្នុង description ហើយប្រភេទកាឡាលេងសម្រាប់បងប្អូនដែលចង់លេងឡានអីគឺមាន AT មាន RT ហើយក៏មានកាឡាធម្មតាជាច្រើនអញ្ចឹងដូចប្រភេទនេះអីគឺសម្រាប់ដាក់ pick up អីឬក៏4ឲ្យចិត្តអីត្រូវសម្រាប់លេខ265ចិត្តគុត17ក៏ដូចជា275 65 17អីគឺមានសម្រាប់ប្រភេទកាឡានេះអាវ៉ាន់គឺស្អាតអញ្ចឹងបងប្អូនឃើញជាក់ស្ដែងអញ្ចឹងសម្រាប់បងប្អូនដែលទស្សនានៅក្នុង YouTube អាចតាក់ទងមកខ្ញុំបានហើយប្រភេទកាឡា AT ឬក៏ RT អីក៏មានដែរអាខាងលើនេះគឺជា RT អានេះ AT ហើយកាឡាវាសិតតែនៅជ្រៅស្អាតមានគល់ប្រុយមានអីMM អញ្ចឹងបងប្អូនឃើញជាក់ស្ដែងខ្ញុំមានច្រើនគ្រាប់មែនទេអានេះមកកាត់មុខផ្ទះទេបងប្អូនបើសិនជាបងប្អូនចង់មើលខាងក្នុងទៀតមានទៀតច្រើនមែនទេមកល្មមអាចយកទៅប្រើបាននៅក្នុងពេលបច្ចុប្បន្ននេះសម្រាប់បងប្អូនមួយចំនួនដែលគាត់កំពុងតែប្រើប្រាស់ឡានអញ្ចឹងបងប្អូនអាចមកមើលអវ៉ាន់ជាក់ស្ដែងហើយចាំពិចារណាតាមក្រោយក៏បានដែរអត់បញ្ហាទេដូចប្រភេទនេះជាដើមអានេះគឺជាប្រភេទកាឡាដឹកសម្រាប់បងប្អូនដែលប្រើប្រាស់វងញ៉ាន់លេខ15បងប្អូនអាចយកប្រភេទកាឡានេះទៅដាក់បានវាគឺជាប្រភេទកាឡាដឹកដែលល្អបំផុតសម្រាប់បងប្អូនធ្វើការប្រើប្រាស់ក៏ដូចជាពិចារណានៅក្នុងពេលបច្ចុប្បន្នផ្ទាល់ហើយយើងមានច្រើនចាំបានប្រភេទកាឡា Zen របស់ Bridgestone ក៏មានដែរខាងលើនោះបាទអញ្ចឹងអានេះគឺជាទស្សនវិជ្ជាជាក់ស្ដែងទៅដល់ជាមួយនឹងសបកកង់មកទឹកហើយបងប្អូនចង់បានថ្មីរបស់ប្រភេទថ្មីបងប្អូនទាំងគ្នាក៏មានដែរហើយអានេះគឺមានច្រើនមែនទែនសម្រាប់បងប្អូនទាំងគ្នាធ្វើការប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្ននេះផ្ទាល់តែម្ដងអញ្ចឹងតើតើជាមួយនឹងសបកមកទឹកគឺយើងមានច្រើនលេខច្រើនតម្រូវការសម្រាប់បងប្អូនធ្វើការពិចារណាមានចាប់ពីវង17 18 19 20ឡើងទៅអូខេអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយ